ណែសម័យ 2K 2 5ណាជប់យកអាទ្រឹស្ដីចង្គៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះយកមកនិយាយទៅហើយសំខាន់ខ្លួនឯងនៅដល់កូរ៉េនៅមានចង្គៀងប្រើទៀតមែនណាហើយនៅកូរ៉េហ្នឹងដូចអត់មានលុយប្រើបង់ភ្លើងរត់ឬមួយក៏មិនបាននៅប្រើចង្គៀងហ្នឹងអញឆ្ងល់តែចេះចុយទៅនៅដល់កូរ៉េនៅមានចង្គៀងប្រើទៀតវាសាហាវជាងនៅខ្មែរហើយទៅនៅដល់កូរ៉េអត់មានលុយបង់ភ្លើងរត់ប្រើទេហ៎ឬមួយក៏អត់មានលុយបង់ភ្លើងគីឡូប្រើទេអីបានប្រើចង្គៀងហ្នឹងខានគាត់និយាយថាចង្គៀងផ្ទះអ្នកណាផ្ទះផ្ទះអ្នកនោះហើយចាអ្នកមិនមែនជាសម័យខ្លួនគេទេមិនដែលចេះអាកាត់ខុសរឿងហើយពូម៉ៅឯងនឹងសម័យខ្លួនគេមិនមែនគ្រាន់តែពូម៉ៅឯងលើក status យកមកតសេហ្នឹងហ្នឹងក៏ពូម៉ៅឯងចេះដឹងរឿងគេដែរកុំថាតែពួកខ្ញុំចាតែគ្រាន់តែពូម៉ៅឯងស្អីគេលើកអា status នឹងយកមកតសេហ្នឹងហ្នឹងក៏ពូម៉ៅឯងចេះដឹងរឿងគេដែរណាអញ្ចឹងបានគេថាកុំថាតែគេប្រយ័ត្នភ្លាត់ត្រូវខ្លួនឯងវិញឃើញឥឡូវទៅត្រូវខ្លួនឯងវិញហើយខ្លួនឯងនឹងសម័យខ្លួនគេមិនមែនបានចេះមកផុសអាកាត់ជំនួសគេហ្នឹងណាសួរតែតាមខ្ញុំដឹងពូម៉ៅឯងធ្លាប់និយាយវីដេអូតាក់តងជាមួយនឹងជនទី3ធ្លាប់និយាយវីដេអូថាពូម៉ៅឯងនឹងស្អប់អ្នកយករបស់គេណាតែឥឡូវពូម៉ៅឯងចេញ status មកកាន់ជើងមនុស្សដែលផិតក្បត់សាហាយស្មត់នឹងគ្នាណាអាហ្នឹងមិនវិញចាញ់មកបកស្រាយមកខ្លួនឯងធ្លាប់ធ្វើវីដេអូណែអត់ចូលចិត្តទេជនទី3ស្អប់ណែអ្នកដែលយកប្តីគេអ្នកដែលយកសង្សារគេអ្នកយករបស់គេអីហ្នឹងដល់ពេលឥឡូវចេញ status មកការពារគេការពារមនុស្សផិតក្បត់អាហ្នឹងវាមិនវិញណាហើយផលលេងលេះចេញមកឡើងកម្រក់ប្រពន្ធប្រច័នពេកបានលេងប្រពន្ធកូនពីរអត់នៅជួយមើលកូនទេបើតែប្រាប់ប្រាស់ទៅបដាស្រីហ្នឹងអត់ឲ្យគេប្រច័នទេសួរតែចេះហើយមិនចង់ក្រោយហ្នឹងមានថ្មីហ្នឹងមែនណាដល់ពេលមានរឿងល្បីអញ្ចឹងបងប្អូនហ្នឹងមិនយេសំខាន់ម្នាក់ប្រុសហ្នឹងអាដិតមីក្រោយហ្នឹងទៀតណាអាដិតមីក្រោយហ្នឹងទៀតដល់កូនកើតចេញពីក្តៀវខវាហើយប្រពន្ធស្រឡាញ់ចិត្ត10ឆ្នាំវាអត់អាណិតទេណាគិតមើលវាអាណិតមីក្រោយហ្នឹងប្រពន្ធកូនវាសំខាន់កូនវាដែលកើតចាញ់ពីទឹកក្តៀវខវាអត់អាណិតទេណាហើយគិតដល់ចិត្តមនុស្សស្រីផងផ្ដិតមេដៃថ្ងៃហ្នឹងហើយស្អីឡើងទៅភ្ជាប់ពាក្យជាមួយនឹងគេណាបើមិនគិតដល់គ្នាដែលជាម្ដាយទេក៏គិតដល់កូនផងមើលកូនប៉ុនមែនណាកូនសិតតែតូចហើយដូចខ្ញុំនិយាយចឹងកូនហ្នឹងមិនទាន់ស្គាល់អ្វីដែលជាម្ដាយមិនទាន់ស្គាល់អ្វីដែលជាឪពុកផងចិត្តមនុស្សស្រីអារម្មណ៍មនុស្សស្រីហ្នឹងមិនដែរពេលដែលឃើញប្តីខ្លួនឯងដែលខ្លួនឯងស្រឡាញ់ស្មើនឹងជីវិតអោបនឹងដើមទ្រូងផ្ដិតមេដៃលែងលះគ្នាថ្ងៃហ្នឹងហើយថ្ងៃស្អីឡើងទៅភ្ជាប់ពាក្យជាមួយនឹងមនុស្សស្រីផ្សេងឥឡូវបងប្អូនគិតមើលចាអារម្មណ៍បងប្អូនវិញបងប្អូនគិតមិនដែរចង់គៀមួយហ្នឹងវាភ្លឺពេញខែវាភ្លឺពេញក្រុងហើយប៉ុន្តែខ្ញុំចង់ប្រាប់ពូម៉ៅឯងតែចេះនិយាយទៅខ្ញុំនិយាយឲ្យពូម៉ៅឯងហ្មងពូម៉ៅឯងអត់មានស្បូនណាអញ្ចឹងពូម៉ៅឯងអត់មានថ្ងៃយល់ទេស្បូនគឺជារបស់កម្រមិនមែនអ្នកគ្រប់គ្នាសុទ្ធតែមានទេចាហើយអ្នកណាគេចង់បានក៏វាមិនអាចបានដែរស្បូនកើតចេញពីធម្មជាតិតែមិនមែនកែច្នៃឲ្យផលិតបានទេអញ្ចឹងពូម៉ៅឯងអត់មានថ្ងៃមានកូនអញ្ចឹងបានពូម៉ៅឯងអត់យល់ពីអ្វីដែលការឈឺចាប់របស់មនុស្សស្រីទទួលបានពេលដែលប្តីផិតក្បត់ខ្ញុំមិនមែនដាក់ទំនាយទេប៉ុន្តែខ្ញុំនិយាយឧទាហរណ៍បើសិនជាថ្ងៃណាមួយចម្រើនក្បត់ពូម៉ៅឯងតែមានអ្នកផ្សេងតែមានអ្នកទី3តែមានអ្នកដែលពូម៉ៅឯងធ្លាប់ធ្វើវីដេអូថាស្អប់គេហ្នឹងណាពេលហ្នឹងពូម៉ៅឯងនឹងដឹងហើយថាអារម្មណ៍ផិតក្បត់ហ្នឹងវាមិនវាឈឺចាប់មិនប៉ុន្តែទោះបីឈឺចាប់យ៉ាងណាក៏ឈឺចាប់មិនស្មើនឹងមនុស្សស្រីកូន2ដែរយល់ទេមនុស្សស្រីកូន2ដែរចិត្តមនុស្សប្រុសហើយមនុស្សស្រីអត់ដូចគ្នាទេអញ្ចឹងកុំច្រឡំទោះបីឈឺចាប់ពូម៉ៅឯងឈឺចាប់100ដងប៉ុន្តែមិនស្មើជាងមនុស្សស្រីកូន2ដែលប្តីផិតក្បត់នៅនឹងមុខណាឈឺចាប់គឺវាខ្លាំងណាស់ហើយត្រូវចាំពូម៉ៅកម្ពីមានប៉ិតកម្ពីអត់មកវិញម្ចាស់ទេសូម្បីតែពូម៉ៅឯងកាន់ជើងមនុស្សផិតក្បត់ហ្នឹងក៏ពូម៉ៅឯងមានកម្ពីដែរប៉ុន្តែប្រយ័ត្នទៅជួបលើខ្លួនឯងវិញណាខ្ញុំប្រាប់ណាភាគច្រើនណាអ្នកដែលធ្វើអញ្ចឹងគឺជួបលើខ្លួនឯងច្រើនណាប្រយ័ត្នទៅជួបលើខ្លួនឯងវិញប្រយ័ត្នទឹកភ្នែកជួបក្បាលជង្គង់ណាប្រយ័ត្នយំអត់ចេញប្រយ័ត្នចេញតែសម្បោយល់ទេ